ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាគ្រាន់តែឃើញក្បាលវីដេអូក៏ដឹងដែរគឺថាមាន់ពណ៌ក្រហមឆ្អិនឆ្អៅតែម្ដងថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកដុតមាន់ទឹកដូងជាមួយនាងខ្ញុំដែលមានរសជាតិឈ្ងុយឆ្ងាញ់ចឹងកុំឲ្យខាតពេលយូរយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នានាងខ្ញុំមានមាន់ស្រែចំនួន1ក្បាលមានគល់ល្ក្រៃមានស្លឹកខ្ទឹមមានដូងចំនួន1ផ្លែនាងខ្ញុំចាក់ដាក់កែវឲ្យហើយចឹងយើងទៅលាយគ្រឿងជាមួយទឹកដូងឲ្យហើយដាក់អំបិល1ចាបដាក់រ៉ូឌីកន្លះស្លាបព្រាបាយរួចកូរឲ្យរលាយគ្រឿងដាក់ទឹកប្រេងខ្យង1ស្លាបព្រាបាយនាងខ្ញុំច្របល់បន្តិចរួចហើយថែមជាមួយនឹងទឹកស៊ីអ៊ីវ1ស្លាបព្រាបាយចូលឥឡូវយើងដាក់មាន់ចូលគ្របទុកដើម្បីឲ្យពុះគ្របទុករយៈពេល10នាទីបើអ្វីឃើញថាមាន់របស់យើងពុះល្អណាស់បងប្អូនទាំងអស់គ្នាគ្របទុកទៀតព្រោះថាអត់ទាន់រីងទឹកទេបើមកវិញឃើញថាមាន់របស់យើងល្អមែនតែនទឹកដូងក៏រីងដែរបងប្អូនទាំងអស់គ្នាគ្របទុកបន្តិចទៀតឃើញថាបើមកវិញម្ដងទៀតមាន់របស់យើងឆ្អិនហើយនេះខ្ញុំបានទុកមួយឡែកសិនឥឡូវយើងដាក់ស្ពៃក្តោបស្ងោរម្ដងបងអូនអើយយកស្ពៃក្តោបឲ្យច្រើនទៅនេះខ្ញុំយកតែមួយស្ដាយដែររសជាតិគឺថាឆ្ងាញ់មែនតែនដុតមាន់ទឹកដូងរបស់យើងគឺថាឆ្អិនជាការស្រេចហើយនេះខ្ញុំមានបន្លែស្រស់ដាក់បន្ថែមមានដូចជាស្ពៃបូកគោត្រសក់មានការ៉ុតបងប្អូនមានសាឡាដឬក៏បងប្អូនមានបន្លែណាដែលបងប្អូនចូលចិត្តបងប្អូនអាចដាក់បានព្រោះថារសជាតិគឺឆ្ងាញ់មែនទែនញ៉ាំមួយបន្លែឆ្អិនក៏ឆ្ងាញ់ញ៉ាំមួយបន្លែឆៅក៏ឆ្ងាញ់បងប្អូនអាចសាកធ្វើញ៉ាំដូចនាងខ្ញុំបានតើបងប្អូនមានញ៉ាំបាយជាមួយនឹងខ្ញុំទាំងអស់គ្នាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់